សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នានៅក្នុងពិភពលោកដែលពោរពេញទៅដោយការរំខានមិនថាតែការជូនដំណឹងលើទូរស័ព្ទការផ្សាយពាណិជ្ជកម្មដែលដេញតាមយើងគ្រប់ទីកន្លែងឬសូម្បីតែចំណងដែលកើតចេញពីក្នុងខ្លួនយើងផ្ទាល់សំណួរដ៏សំខាន់បំផុតនោះគឺតើនរណាជាអ្នកបញ្ជាជីវិតរបស់អ្នកតើវាគឺជាគោលដៅរបស់អ្នកឬក៏វាជាអារម្មណ៍ឆេវឆាវមួយពេលការគ្រប់គ្រងខ្លួនឯងមិនមែនគ្រាន់តែជាការនិយាយពាក្យថាទេចំពោះនំខេកឬការបង្ខំខ្លួនឯងឲ្យងើបពីគេងនោះទេវាកប់ជ្រៅជាងនេះវាគឺជាសមត្ថភាពក្នុងការគ្រប់គ្រងជំរុញចិត្តដើម្បីសម្រេចបាននៅអ្វីដែលអស្ចារ្យជាងគេនៅពេលអនាគតវិទ្យាសាស្ត្រនៃខួរក្បាលនៅក្នុងខួរក្បាលរបស់យើងមានសង្គ្រាមរវាងពីរភាគី1 Prefrontal Cortex ស្ថិតនៅផ្នែកខាងមុខនៃខួរក្បាលវាដូចជានាយកប្រតិបត្តិឬគ្រូបង្វឹកដែលគិតពីអនាគតហេតុផលនិងវិន័យ2 Limbic System ជាផ្នែកខួរក្បាលបុរាណដែលផ្ដោតលើការរស់រានមានជីវិតនិងការស្វែងរកក្តីសុខភ្លាមវាចង់ញ៉ាំវាចង់គេងវាចង់លេងហើយវាមិនខ្វល់ពីថ្ងៃស្អែកនោះទេនៅពេលអ្នកបរាជ័យក្នុងការគ្រប់គ្រងខ្លួនឯងវាមិនមែនមកពីអ្នកជាមនុស្សអាក្រក់ទេប៉ុន្តែមកពី Limbic System របស់អ្នកមានកម្លាំងខ្លាំងជាង Prefrontal Cortex នៅក្នុងសៀវភៅសម្លេងនេះយើងនឹងរៀនពីរបៀបពង្រឹងគ្រូបង្វឹកនៅក្នុងចិត្តរបស់អ្នកឲ្យឈ្នះលើសត្វព្រៃនៃចំណងតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាពេលព្រឹកអ្នកមានស្មារតីរឹងមាំចង់ធ្វើកិច្ចការល្អៗជាច្រើនប៉ុន្តែនៅពេលល្ងាចបន្ទាប់ពីមកពីធ្វើការវិញអ្នកបែរជាគ្មានកម្លាំងចិត្តសូម្បីតែនឹងអានសៀវភៅមួយទំព័រអ្នកចិត្តសាស្ត្រ Roy Baumeister បានបង្កើតទ្រឹស្ដីមួយហៅថា Ego Depletion ឬការអស់កម្លាំងនៃឆន្ទៈលោកបានរកឃើញថាថាមពលនៃការគ្រប់គ្រងខ្លួនឯងគឺដូចជាសាច់ដុំអញ្ចឹងបើអ្នកប្រើវាខ្លាំងពេកវានឹងហត់ហើយវានឹងត្រូវការពេលសម្រាកដើម្បីងើបឡើងវិញការពិសោធន៍ក្នុងការពិសោធន៍មួយគេបានបែងចែកមនុស្សជាពីរក្រុមទី1ត្រូវបានគេឲ្យអង្គុយមុខចាននំខូលីដែលឈ្ងុយឆ្ងាញ់ប៉ុន្តែបង្ខំឲ្យញ៉ាំមើមរ៉ាឌីដែលមានរសជាតិហឹរនិងមិនឆ្ងាញ់ក្រុមទី2អាចញ៉ាំនំខូលីបានតាមចិត្តបន្ទាប់មកគេឲ្យក្រុមទាំងពីរទៅដោះស្រាយល្បែងផ្គុំរូបដែលពិបាកបំផុតលទ្ធផលក្រុមដែលខំទប់ចិត្តមិនញ៉ាំនំខូឃីបានបោះបង់ការដោះស្រាយល្បែងផ្គុំរូបលឿនជាងក្រុមទី2ដល់ទៅពាក់កណ្ដាលមេរៀននៅពេលអ្នកប្រើកម្លាំងចិត្តដើម្បីទប់ទល់នឹងរឿងមួយអ្នកនឹងសល់កម្លាំងចិត្តតិចតួចសម្រាប់រឿងបន្ទាប់វិធីសាស្ត្រការពារថាមពលខួរក្បាលកុំធ្វើការសម្រេចចិត្តច្រើនពេកសូម្បីតែការជ្រើសរើសសម្លៀកបំពាក់ឬការគិតថាត្រូវញ៉ាំអីឬក៏ដាច់ថាមពលឆន្ទៈដែរចូលរៀបចំវាទុកជាមុនអាហារូបត្ថម្ភខួរក្បាលត្រូវការខ្លួយកោសការឃ្លានខ្លាំងធ្វើឲ្យការគ្រប់គ្រងខ្លួនឯងធ្លាក់ចុះដល់កម្រិត0នៅសតវត្សឆ្នាំ1960សាកលវិទ្យាល័យ Stanford បានធ្វើការពិសោធន៍ដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រចិត្តសាស្ត្រគឺ The Marshmallow Test គេដាក់ក្មេងម្នាក់ក្នុងបន្ទប់ជាមួយនំ Marshmallow មួយដុំហើយប្រាប់ថាបើកូនអាចចាំបាន15នាទីដោយមិនញ៉ាំវាកូននឹងបាននំ2ដុំអ្នកស្រាវជ្រាវបានតាមដានក្មេងទាំងនោះអស់រយៈពេល40ឆ្នាំពួកគេរកឃើញថាក្មេងដែលចេះអត់ធ្មត់មិនញ៉ាំនំមួយដុំដើម្បីចាំយក2ដុំមានជីវិតជោគជ័យជាងមានពិន្ទុរៀងខ្ពស់ជាងមានសុខភាពល្អជាង
នឹងមានស្ថិរភាពហិរញ្ញវត្ថុល្អជាងតើយើងរៀនអ្វីបានពីការពិសោធន៍នេះការគ្រប់គ្រងខ្លួនឯងគឺអាស្រ័យលើការផ្លាស់ប្ដូរការយកចិត្តទុកដាក់ក្មេងដែលឈ្នះមិនមែនមកពីពួកគេមិនចង់ញ៉ាំទេប៉ុន្តែមកពីពួកគេចេះ 1. បិទភ្នែកឬបែរមុខចេញមិនមើលរបស់ដែលជំរុញចំណង់ 2. បដូរការគិតស្រមៃថានំម៉ាស្ម៉ាឡូនោះគ្រាន់តែជាដុំសម្លៃឬជារូបភាពប៉ុណ្ណោះអនុវត្តចំពោះមនុស្សធំប្រសិនបើអ្នកចង់សន្សំលុយកុំចូលទៅមើលកម្មវិធីទិញទំនិញអនឡាញដើម្បីគ្រាន់តែមើលប្រសិនបើអ្នកចង់ផ្ដោតលើការងារកុំដាក់ទូរស័ព្ទនៅលើតុបើភ្នែកមិនឃើញចិត្តក៏មិនរវើរវាយចំណេះដឹងដែលគ្មានការអនុវត្តគឺជាចំណេះដឹងដែលឥតប្រយោជន៍នេះគឺជាបច្ចេកទេសចិត្តសាស្ត្រ5យ៉ាងដើម្បីឲ្យអ្នកក្លាយជាម្ចាស់លើខ្លួនឯង 1. វិធាន5វិនាទីនៅពេលអ្នកដឹងថាត្រូវធ្វើអ្វីមួយតែអារម្មណ៍អ្នកប្រឆាំងដូចជាការងើបពីគេងចូលរាប់ថយក្រោយរួចធ្វើសកម្មភាពភ្លាមការរាប់នេះនឹងកាត់ផ្ដាច់ខ្សែសង្វាក់នៃការស្ទាក់ស្ទើរក្នុងខួរក្បាល 2. ផែនការបើនោះកុំគ្រាន់តែនិយាយថាខ្ញុំនឹងហាត់ប្រាណខ្ញុំត្រូវនិយាយថាបើដល់ម៉ោង 5 ល្ងាចនោះខ្ញុំនឹងពាក់ស្បែកជើងរត់ភ្លាមវាជួយឲ្យខួរក្បាលបង្កើតបញ្ញាស្វ័យប្រវត្តិ 3. ការអត់ធ្មត់10នាទីបើអ្នកចង់ញ៉ាំរបស់មិនល្អឬចង់លេងហ្គេមចូលប្រាប់ខ្លួនឯងថាខ្ញុំអាចធ្វើវាបានប៉ុន្តែត្រូវចាំ10នាទីទៀតជាញឹកញាប់បន្ទាប់ពី10នាទីកន្លងផុតទៅចំណង់ដែលឆេះឆួលនឹងថយចុះកម្ដៅ 4. កុំបន្ទោសខ្លួនឯងការស្រាវជ្រាវបង្ហាញថាមនុស្សដែលអត់ទោសឲ្យខ្លួនឯងនៅពេលធ្វើខុសងាយនឹងត្រឡប់មកមានវិន័យវិញជាងមនុស្សដែលជេរប្រតិចខ្លួនឯងការស្ដីបន្ទោសខ្លួនឯងបង្កើតឲ្យមានភាពតានតឹងហើយភាពតានតឹងធ្វើឲ្យអ្នកកាន់តែចង់ធ្វើរឿងមិនល្អដើម្បីបន្ធូរអារម្មណ៍ 5. ការកំណត់បរិយាកាសមនុស្សដែលមានវិន័យបំផុតមិនមែនប្រើកម្លាំងចិត្តខ្លាំងជាងគេទេប៉ុន្តែពួកគេរៀបចំបរិយាកាសឲ្យងាយស្រួលបើចង់អានសៀវភៅដាក់សៀវភៅលើខ្នើយបើចង់ហូបផ្លែឈើចិត្តវាដាក់ចានឲ្យស្រាប់ទុកក្នុងទូទឹកកកជាចុងក្រោយអ្វីដែលសំខាន់បំផុតនៃការគ្រប់គ្រងខ្លួនឯងមិនមែនជាសកម្មភាពទេប៉ុន្តែវាគឺជាអត្តសញ្ញាណកុំប្រាប់ខ្លួនឯងថាខ្ញុំកំពុងព្យាយាមឈប់ញ៉ាំផ្អែមព្រោះពាក្យថាព្យាយាមមានន័យថាអ្នកនៅតែជាមនុស្សម្នាក់ដែលចូលចិត្តផ្អែមតែគ្រាន់តែខំទប់ប៉ុន្តែចូលប្រាប់ខ្លួនឯងថាខ្ញុំជាមនុស្សដែលស្រឡាញ់សុខភាពនិងមិនញ៉ាំផ្អែមនៅពេលអ្នកបដូរអត្តសញ្ញាណខួរក្បាលរបស់អ្នកនឹងធ្វើសកម្មភាពឲ្យស្របទៅនឹងអ្វីដែលអ្នកជឿជាក់លើខ្លួនឯងការគ្រប់គ្រងខ្លួនឯងគឺជាការផ្ដល់នៅខ្លួនឯងនៅថ្ងៃអនាគតរាល់ពេលដែលអ្នកអត់ធ្មត់រាល់ពេលដែលអ្នកជ្រើសរើសធ្វើរឿងត្រឹមត្រូវជំនួសឲ្យរឿងដែលសប្បាយអ្នកកំពុងសាងសង់ជណ្ដើរទៅកាន់ជីវិតដែលអ្នកប្រាជ្ញាកុំរំពឹងថានឹងល្អឥតខ្ចោះពីថ្ងៃដំបូងចូលចាប់ផ្ដើមពីចំណុចតូចបើអ្នកចាញ់ថ្ងៃនេះស្អែកងើបឈរឡើងវិញវិន័យគឺជាសាច់ដុំដែលត្រូវវឹកហាត់រាល់ថ្ងៃសូមអរគុណសម្រាប់ការស្ដាប់តាមដាន Audiobook មួយនេះប្រសិនបើអ្នកយល់ថាខ្លឹមសារនេះមានតម្លៃសូមជួយចែករំលែកទៅកាន់មនុស្សដែលអ្នកស្រឡាញ់និងកុំភ្លេចចុច Subscribe ដើម្បីទទួលបានចំណេះដឹងថ្មីៗជារៀងរាល់ថ្ងៃសំណួរសួរថាតើយុទ្ធសាស្ត្រមួយណាដែលអ្នកនឹងយកទៅប្រើនៅថ្ងៃនេះសូមសរសេរវានៅក្នុង comment ខាងក្រោមសូមជម្រាបលានិងសូមឲ្យមានថ្ងៃដ៏អស្ចារ្យ